ហើយស្រុកខ្មែរលាមកកូរ៉េមួយគ្រាមកធ្វើការងារជាពលករនៅស្រុកគេបីភ្លៀងខ្យល់ភ្លាំងព្រិលក្តៅរងាក្តីអំធ្វើការទាំងយំថ្ងៃដើម្បីផ្ញើលុយជូនម៉ែសម្រាប់បញ្ចំការសិក្សាត្រឹមវិទ្យាល័យគ្រួសារទីតក្រក្រៃព្រោះគ្មានអ្វីអាចពឹងពាំងបានទាំងកំសន់គ្រួសារទ្រព្យសន្តិគ្មានទេទ្រព្យគុណពុកម៉ែធ្វើការរែកពុនដើម្បីឲ្យកូនសង្សារតែនៅមានផងប្រឡងចំបានបងកូរ៉េក្នុងចិនសែនអមលែងទេអាចជួយថែក្រុមគ្រួសារបានទុំបីនឿយហំកូនសងចិនសួរលំបានប្រាឲ្យតែលោកទាំងពីរបានខ្ពងខ្ពស់កូនអងចិនហើយលីហើយស្រុកខ្មែរលីមកកូរ៉េមួយគ្រាមកធ្វើការងារជាពលករនៅស្រុកគេបីភ្លៀងខ្យល់ភ្លាំងព្រិលក្តៅរងាក្តីអមធ្វើការទាំងយំថ្ងៃដើម្បីផ្ញើលុយជូនម៉ែសូមលោកទាំងពីរកុំបារម្ភពីរូបកូនឡើយគ្រួសារយើងបានសងហើយមានទុំព្រួយដល់ពូនអូនអូខ្លួននៅឆ្ងាយពិនតែដួងចិត្តផ្ញើនៅស្រុកខ្មែរទ្រាំចាំ4ឆ្នាំដំខែបានជួបម៉ែវិញហើយហើយស្រុកខ្មែរលាមកកូរ៉េមួយគ្រាមកធ្វើការងារជាពលករនៅស្រុកគេបីភ្លៀងខ្យល់ភ្លាំងព្រិលក្តៅរងាក្តីអមធ្វើការទាំងយំថ្ងៃដើម្បីផ្ញើលុយជូនម៉ែសូមលោកទាំងពីរកុំបារម្ភពីរូបកូនឡើយគ្រួសារយើងបានសងហើយគ្មានទុំព្រួយដល់ពូនអូនអូខ្លួននៅឆ្ងាយពិនតែដួងចិត្តផ្ញើនៅស្រុកខ្មែរទ្រាំចាំ4ឆ្នាំដំខែបានជួបពុកម៉ែវិញហើយ
សូមរាជបញ្ចំការសិក្សាត្រឹមវិទ្យាល័យគ្រួសារទីតលក្រក្រៃព្រោះគ្មានអ្វីអាចពឹងពាំងបានផ្ទាំងតោមកំសន់គ្រួសារក្រខ្សន់គ្មានទេទ្រពធនពុកម៉ែធ្វើការរែកពុនដើម្បីឲ្យកូនសង្សារតែនៅមានផងប្រឡងចំបានអង្គរេក្នុងចិនសែនអមលេងទេអាចជួយថែក្រុមគ្រួសារបានទុំបីនឿយហំកូនសងចិនសួរលំបាន